Redmi Pad 2 model ថ្មីរបស់ Xiaomi ជា tablet មួយដែលមានតម្លៃមិនដល់200ទេប្រើ SIM ក៏បានមិនចង់ប្រើ SIM ក៏បានដែរហើយកម្លាំងនៃការធ្វើការនិងទំហំថ្មវិញគឺ the best ខ្លាំងមែនទែននេះគឺជា model ថ្មីសម្រាប់ឆ្នាំ2025នេះដែលខ្ញុំចង់ recommend សម្រាប់ tablet អូខេបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំត្រឡប់មកតាមការសន្យាសម្រាប់វីដេអូមុនហ្នឹងគឺខ្ញុំបានធ្វើការ unboxing និងនិយាយពីអារម្មណ៍ខ្លះៗដំបូងទៅលើ Redmi Pad 2ដែលខ្ញុំបានទទួលបានថ្មីៗអញ្ចឹងចាប់ពីវីដេអូហ្នឹងមកទល់ឥឡូវនេះហ្នឹងគឺខ្ញុំប្រើជាមួយនឹង Redmi Pad 2នេះគឺអស់រយៈពេល2ទឹកហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកប្រាប់បងប្អូនទាំងគ្នាពី Redmi Pad 2នេះបែបលំអិតតាមដងថាតើចំណុចណាខ្លះដែលខ្ញុំពេញចិត្តទៅលើ Redmi Pad 2មួយនេះសម្រាប់ Redmi Pad 2នេះដែរបើនិយាយត្រង់ចេញពីចិត្តរបស់ខ្ញុំមកមុនដំបូងគឺខ្ញុំអត់បានរំពឹងទៅលើការធ្វើការរបស់tablet មួយនេះទេដោយសារតែខ្ញុំគិតថាតម្លៃ200គឺអាចថាប្រើមកសមគួរអញ្ចឹងទៅប៉ុន្តែពេលដែលខ្ញុំប្រើបាន2អាទិត្យគឺខ្ញុំសូមទទួលស្គាល់តែម្ដងថាកម្លាំងនៃការធ្វើការរបស់ tablet មួយនេះគឺលើសពីតម្លៃខ្លាំងមែនទែនអូខេអញ្ចឹងយើងទៅមើលពីចំណុចមួយចំនួនដែលខ្ញុំពេញចិត្តខ្លាំងទៅលើ Redmi Pad 2នេះតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាឥឡូវយើងមកមើលពីការ design តួខ្លួនរបស់ Redmi Pad នេះសិនសម្រាប់តួខ្លួនហ្នឹងគឺថាខ្ញុំគ្រាន់តែឃើញហ្នឹងគឺខ្ញុំពេញចិត្តតែម្ដងរាងស្ដើងហើយស្រាលតែក៏មកជាមួយនឹងភាពរឹងមាំរបស់ tablet មួយនេះដែរសម្រាប់ Redmi Pad 2គឺមានទាំងអស់ហ្នឹងគឺមាន3ពណ៌និងមាន2 version គឺមាន Redmi Pad 2 version ធម្មតាមួយនិងមាន Redmi Pad 2 4G មួយហើយនៅក្នុងដៃខ្ញុំនេះគឺ Redmi Pad 2 version ធម្មតាពណ៌ mini green tablet មួយនេះពេលដែលខ្ញុំបើកចេញពីប្រអប់ត្បូងគ្រាន់តែឃើញគឺពេញចិត្តហ្មងជាមួយនឹងអេក្រង់ដល់ទៅ11 inch មើលឃើញច្បាស់តែជាក់ភ្នែកមែនតើជាមួយនឹង refresh rate 90Hz ទៀតមិនថាពេលដែលយើងមើល YouTube មើល Netflix អី refresh rate 90Hz របស់ tablet មួយនេះធ្វើឲ្យចលនានៃរូបភាពហ្នឹងគឺកាន់តែ smooth នឹងមើលទៅជាក់ភ្នែកហ្មងជាពិសេសពេលដែលយើងអស់ TikTok ឬក៏ថាអស់ Facebook អីធ្វើឲ្យយើងមានអារម្មណ៍មួយថារវាង refresh rate 60Hz និង 90Hz របស់ tablet មួយនេះហ្នឹងមានភាពខុសគ្នាដូចម្ដេចហើយរយៈពេល2អាទិត្យដែលខ្ញុំបានសាកល្បងប្រើជាមួយនឹង tablet មួយនេះគឺខ្ញុំប្រើបែបប្រើទូទៅមកអញនិយាយបានថាគឺសឹងតែ24ម៉ោងហើយដែល tablet មួយនេះគឺនៅជាមួយខ្ញុំអញ្ចឹងពេលដែលខ្ញុំប្រើធ្វើការដូចជាសរសេរ script មើល website អីផ្សេងហើយបើកម្មវិធីមួយចូលកម្មវិធីមួយហ្នឹងគឺ tablet មួយនេះធ្វើការបាន smooth បានល្អទោះបីជាខ្ញុំបើកកម្មវិធី2នៅក្នុងពេលតែមួយជាមួយគ្នាក៏អត់បញ្ហាដែរជាពិសេសសម្រាប់ tablet មួយនេះបើសិនបើគាត់ជាអ្នកកាត់តវីដេអូប្រើ CapCut អី tablet មួយនេះគឺខ្ញុំ recommend តែម្ដងចំពោះទំហំផ្ទុកសម្រាប់ Redmi Pad 2នេះគឺមានចាប់ពី 128GB ដល់ 256GB និងមាន RAM 6GB និង 8GB និយាយទៅសម្រាប់ tablet មួយនេះគឺមានឲ្យយើងជ្រើសរើសច្រើនហើយនៅក្នុងដៃខ្ញុំនេះគឺ Redmi Pad 2ដែលមាន RAM 6GB និង memory 128GB ដែលប្រើបន្ទះ chip ជាប្រភេទ MediaTek Helio G100 Ultra បូកផ្សំជាមួយនឹងការប្រើ software HyperX version ថ្មីមកទៀតចឹងមិនចម្លែកទេដែល Redmi Pad 2មួយនេះធ្វើការបានល្អទោះបីជាយើងបើកកម្មវិធីច្រើននៅក្នុងពេលតែមួយជាមួយគ្នាក៏ដោយមកការលេង game វិញខ្ញុំធានាថា 100% អ្នកទាំងគ្នាច្បាស់ជាចង់ដឹងអញ្ចឹងសម្រាប់ការលេង game វិញខ្ញុំចង់និយាយថា tablet មួយនេះគឺ air មែនតើដើរលឿនលេងរអិលដាក់ resolution ខ្ពស់ប៉ុណ្ណាក៏ទៅរួចដែរនិយាយទៅគឺស័ក្តិសមសម្រាប់គ្នាយើងអ្នកដែលគាត់អស់ rank ហ្មងសម្រាប់អ្នកដែលគាត់ចូលចិត្តមើលរឿងភាគវិញអាចនិយាយបានថា Redmi Pad 2 mini គឺនឹងធ្វើឲ្យគាត់កាន់តែជួយចិត្តជាងមុនក៏ថាបានដែរគឺ tablet មួយនេះអាចនិយាយបានថាចំណេញលើចំណេញតែម្ដងដោយសារតែ Redmi Pad 2មកលើនេះគឺមិនមែនត្រឹមតែមកជាមួយនឹងអេក្រង់ smooth ច្បាស់ល្អតែប៉ុណ្្នឹងទេតែគឺមកជាមួយនឹង speaker ដល់ទៅ4គ្រាប់ដែរប្រើបច្ចេកវិទ្យា Dolby Atmos ផងដែរខ្ញុំបានសាកយក tablet មួយនេះមើល Netflix និង YouTube គឺដោយមិនបានប្រើកាសឬក៏ថាភ្ជាប់ Bluetooth ជាមួយនឹងឧបករណ៍អីផ្សេងទេប៉ុន្តែសំឡេងដែលទទួលបានហ្នឹងគឺលយខ្លាំងមែនទែនហើយការមើលរបស់ខ្ញុំហ្នឹងគឺខ្ញុំមិនមែនមើលតែមួយផ្លែតទេគឺខ្ញុំមើល 3-4 ម៉ោងជាប់គ្នាហ្មងប៉ុន្តែអត់មានអារម្មណ៍ដល់កម្ដៅរបស់ tablet មួយនេះថាអូមានអារម្មណ៍ថាក្ដៅឬក៏ថាក្ដៅអ៊ុនអីដល់ដៃយើងទេគឺអត់មានទេហើយថ្មហ្នឹងក៏សល់ច្រើនដែរបាទនិយាយរឿងថ្មវិញសម្រាប់ថ្មរបស់ Redmi Pad 2នេះគឺមានទំហំដល់ទៅ 9000 mAh ខ្ញុំបានសាកប្រើមួយថ្ងៃពេញដោយមិនបានសាកថ្មទេតោះតែយកចូលគេងមកបានខ្ញុំសាកថ្មហើយឃើញថាសល់នៅ30ទៅ40%សឹងតែរាល់ថ្ងៃហ្មងអញនិយាយបានថា Redmi Pad 2នេះគឺជាដៃគូមើលរឿងភាគជាមួយយើងដាច់យប់ដល់ល្អបំផុតហ្មងអញ្ចឹងសម្រាប់ Redmi Pad 2នេះដែរគឺដូចដែលខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងគឺមាន2 version មាន version ធម្មតាមួយនិង version 4G មួយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ប្រើជាមួយនឹង SIM card គឺ version 4G ហ្នឹងគឺយើងអាចដាក់ SIM បានដល់ទៅ2ហើយបើតម្លៃវិញក៏មិនខុសគ្នាប្រហែលដែរអញ្ចឹងអ្នកទាំងគ្នាអាចពិចារណាមើលបានថាចង់ប្រើ SIM ឬក៏មិនប្រើ SIM ចំណុចមួយទៀតសម្រាប់កាមេរ៉ាគឺខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់កាមេរ៉ារបស់ Redmi Pad 2នេះគឺកម្រិតថតហ្នឹងអាចថាថតបានមកឃើញច្បាស់មកល្មមទេប៉ុន្តែបើរំពឹងថាដាក់មកភ្លឹងហ្មងគឺអត់បានទេដោយសារតែ tablet មួយនេះគឺកាមេរ៉ាហ្នឹងគឺមានទំហំត្រឹមតែ8 megapixel និងកាមេរ៉ាមុខហ្នឹងមានទំហំត្រឹមតែ5 megapixel ទេអញ្ចឹងត្រង់កន្លែងនេះអ្នកទាំងគ្នាត្រូវដឹងប្រសិនបើអ្នកទាំងគ្នាប្រើជាមួយនឹង tablet មួយនេះប៉ុន្តែពេលដែលយើងប្រើ zoom ឬក៏ថាយើងធ្វើការអីប្រជុំ online អីសម្រាប់កាមេរ៉ាខ្ញុំគិតថាគឺអូខេមើលមកល្មមឃើញអូខេអញ្ចឹងបើយើងនិយាយពីចំណុចដែលចូលចិត្តនិងចំណុចដែលធម្មតាសម្រាប់ខ្ញុំវិញចំពោះចំណុចដែលចូលចិត្តហ្នឹងគឺអេក្រង់ច្បាស់ល្អ smooth ហើយ color ស្អាតសំឡេងវិញគឺធ្ងន់ព្រោះស្ដាប់អត់រ៉ែហើយថ្មកាន់បានយូរបើតម្លៃវិញគឺសមរម្យតែមុខងារមានដូច tablet តម្លៃថ្លៃយ៉ាងដែរហើយ tablet មួយនេះគឺអាចប្រើបានគ្រប់យ៉ាងគ្រប់ផ្នែកហ្មងអញនិយាយបានថា
គឺមាន tablet នេះមួយគឺជួយសម្រួលការងារយើងបានច្រើនជាពិសេសសម្រាប់ creator ដូចខ្ញុំអីចំពោះចំណុចដែលខ្ញុំគិតថាធម្មតាវិញគឺទៅលើកាមេរ៉ាតែដោយដែលខ្ញុំបានប្រាប់ពីខាងដើមអញ្ចឹង tablet មួយនេះបើអ្នកទាំងគ្នាទិញមករំពឹងថាបានកាមេរ៉ាខ្ពស់ដាក់មកផ្លឹងដូចគេគឺមិនអាចទេតែខ្ញុំគិតថាมันជាបញ្ហាទេដោយសារហេតុអីអ្នកទាំងគ្នាសាកគិតមើល tablet មួយនេះតម្លៃត្រឹមតែ$169ដែលនៅក្នុងដៃខ្ញុំនេះតែអាចធ្វើការគ្រប់យ៉ាងបាននៅក្នុងពេលតែមួយជាមួយគ្នាយ៉ាងរលូនហ្មងអាចនិយាយបានថាអ្នកទាំងគ្នាអាចវិញក៏ដើររកបានបើមានដូច Redmi Pad 2មួយនេះអញ្ចឹងសរុបមកវិញសម្រាប់ tablet មួយនេះស័ក្តិសមសម្រាប់អ្នកប្រើប្រាស់បែបណាចម្លើយហ្នឹងគឺសម្រាប់អ្នកដែលគាត់ចូលចិត្តមើលរឿងភាគដាច់យប់ក៏ត្រូវអ្នកធ្វើការរហូតដាច់បាយក៏សមប្រើសម្រាប់ដាក់ឯកសារសិក្សាសម្រាប់ note មេរៀនក៏ត្រូវលេង game ក៏បានកាត់វីដេអូក៏អត់បញ្ហាអត់តែកាមេរ៉ាមួយទេដែលធម្មតាអញ្ចឹងបើយើងនិយាយពីតម្លៃវិញសម្រាប់តម្លៃរបស់ Redmi Pad 2គឺមានតម្លៃ$169និង Redmi Pad 2 4G គឺមានតម្លៃ$199និងមានការធានារហូតដល់12ខែថែមទៀតអូខេបងប្អូនទាំងគ្នាអញ្ចឹងតើអរនេះហើយគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទាក់ទងនឹង Redmi Pad 2បន្ទាប់ពីខ្ញុំបានប្រើអស់រយៈពេល2អាទិត្យជាងហើយខ្ញុំនិយាយនេះគឺជាបទពិសោធន៍ដែលខ្ញុំប្រើផ្ទាល់តែម្ដងដែលខ្ញុំនិយាយតាំងពីដើមរហូតដល់ចប់ហ្នឹងអញ្ចឹងបើសិនបងប្អូនទាំងគ្នាស្ដាប់ហើយខ្ញុំអត់ចង់ឲ្យបងប្អូនទាំងគ្នាជឿខ្ញុំ100%ទេបងប្អូនទាំងគ្នាអាចទៅសាកទៅតេស្តបានទៅដោយខ្លួនឯងហើយចាំសម្រេចចិត្តខ្លួនឯងថាម៉េចប៉ុន្តែខ្ញុំធានា100%ថាបងប្អូនទាំងគ្នាដឹងតែពេញចិត្តតែម្ដងអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគឺជាអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាទាក់ទងនឹង Redmi Pad 2 mini ចាំជួបខ្ញុំវីដេអូក្រោយតទៀត